ជំនួបសប្តាហ៍ទី24រវាងក្រុមម្ចាស់ផ្ទះបឹងកេតជាមួយនឹងក្រុមភ្ញៀវអង្គរ Tiger ប្រើប្រាស់ឯកសណ្ឋានពណ៌សមួយឈុតតែម្ដងសម្រាប់ក្រុមម្ចាស់ផ្ទះបាទហើយក្រុមភ្ញៀវមានឯកសណ្ឋានអាវពណ៌ខ្មៅលីទឹកក្រូចបាទខោក៏ដូចគ្នាហើយស្រោមជើងពណ៌ទឹកក្រូចបាទបញ្ជូនបាល់ឡើងតាមនេះចេញក្រៅដែលជាការបាទចាប់ផ្ដើមការប្រកួតដំបូងអង្គរ Tiger នៅក្នុងវគ្គទី1មានបាល់បាទប៉ុនប៉ងច្រើនលើកច្រើនសារតែមិនបានសម្រេចនោះទេបាទជាក់ស្ដែងត្រង់នេះការទាត់មួយជើងរបស់លីសូសៀបាទរំលងរបាទីបន្តមកទៀតមានបាល់គប់ត្រង់នេះតែធ្លាក់មកខាងក្រោយផ្ដួលខ្លួនបន្ថែមដោយម៉ាកូរីតាមិនពេញជើងល្អទាត់ផ្ដាច់ដោយស៊ឹតណាវ៉ាចំណុចនេះវិញជាការទាត់បាទសម្ដៅទីតែក៏បុកដៃកីឡាករហូតឈិនចិនធ្វើឲ្យញ៉ាំកណ្ដាលប្របាល់ពីនៃពេណាល់ទីហើយម៉ាត់ណូរុនទាត់បញ្ចូលទីបានសម្រេចបាទ1-0ការទាត់រៀបហើយលឿនលឿនបាទរកមុំបានយ៉ាងល្អពីម៉ាត់ណូរុនការអបអរគ្រាប់បាល់បញ្ចូលទីហើយក៏លឺសំឡេងកញ្ចែបញ្ចប់ការប្រកួតវគ្គទី1បង្កេតនៅមុខ1-0គិតត្រឹម45នាទីដំបូងហើយបន្តការប្រកួតវគ្គទី2ក៏បាទធ្វើបានល្អបន្តទៀតរវាងក្រុមទាំងពីរការប៉ុនប៉ងបញ្ចប់ទីគ្នាដាក់សម្ពាធគៀបសង្កត់គូប្រជែងរៀងខ្លួនបាទបាល់មួយជើងចេញពីអ្នកចាំទីទីនរ៉ាហ្សាក់មកដល់ស្លាប់ខាងស្ដាំរូឆេនមករាបណ្ដាបាល់ឡើងហើយព្យាយាមកាត់ទៅត្រង់នេះជាការប៉ុនប៉ងបាទតែមិនបានសម្រេចទេមានបាល់ជ្រុងរបស់បង្គេតបញ្ជូនឡើងទៅវលុតតែត្រង់នេះមិនចំគោលដៅការតែរបស់កីឡាករអោភិរុនបាទអស់ជំហរទៀតត្រង់នេះប៉ុន្តែបានកីឡាកររបស់អង្គរ Tiger មួយរូបនៅពីខាងក្រោមសេរ៉ាសឌីមីបាទព្យាយាមឆាបទៅតែបាទ Matis Freitas បាទទាញ សេរ៉ាសឌីមីដួលបាល់ free kick ត្រង់នេះមិនបញ្ហាទេសម្រាប់រ៉ាហ្សាក់ហើយក៏ទាត់បកក្រោយបាទនេះជាការទាត់បាទហើយក៏ជះដោយរ៉ាហ្សាក់ការលូកត្រង់នេះរបស់ណាវ៉ាបន្ទាប់ពីសាត់ឆារុញបាល់ទៅផុតបាទធ្វើឲ្យគេបាទត្រូវអាញាកណ្ដាលពីនៃបាទផ្ដល់បាល់ពេណាល់ទីដូចគ្នាបាល់ពីនៃពេណាល់ទីទទួលបានបាទទៅអង្គរ Tiger ម៉ាក់អេជេហ្គូរីតាមិនឲ្យឱកាសនេះផ្លាត់ស្នៀតនោះទេទាត់បញ្ចូលទីបានយ៉ាងល្អ1-1ក៏បានតាមស្មើនៅនាទីទី89ទៅហើយភាពរីករាយរបស់អង្គរ Tiger បន្ទាប់ពីតាមស្មើហើយក៏មានកម្លាំងចិត្តក្នុងការប្រឹងប្រែងបន្តទៀតសម្រាប់នាទីដែលនៅសល់បូករួមទាំងម៉ោងបន្ថែមមកគ្រប់ត្រង់នេះ Michelin បាទគេក៏ទាញឲ្យទាត់សម្ដៅទីជះត្រឡប់មកវិញតែបាន Iago Bento បាទជាអ្នកស្កាត់និងទាត់ផ្ដាច់ឡើងទៅខាងលើការជះរបស់កុយសាលីមហើយក៏មានការទាត់ផ្ដាច់ដោយ Iago Bento ផងដែរយ៉ាងកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតជាផ្លូវការបង្គេតនិងអង្គរ Tiger បញ្ចប់ទៅដោយលទ្ធផលស្មើគ្នា1-1ចំណែកឯគូផ្សេងទៀតក៏ស្មើគ្នាដែរប្រខែនរាជស្វាយរៀងស្មើជាមួយ Nagavel បាទ1-1ចំណែកឯបាទ MY កំពង់ဒေវ៉ាយកឈ្នះភ្នំពេញក្រោន2-1ប្រិយមិត្តទស្សនិកជនជាទីមេត្រីសម្រាប់ពេលនេះក្រុមការងារផ្សាយផ្ទាល់និងខ្ញុំបាទរូកាណាសូមអរគុណសូមគោរពលា